គ្នាយើងអ្នករៀនចិនភាគច្រើននៅមិនទាន់ដឹងថាពាក្យយួនបកប្រែយ៉ាងដូចម្ដេចហើយវាបន្ថែមពាក្យផ្សេងទៀតតើវាមានន័យពិសេសយ៉ាងដូចម្ដេចន័យដើមសមាជិកឬបុគ្គលិកប្រើពីក្រោយនាមឬកិរិយាសព្ទមានន័យថាមនុស្សដែលបម្រើការឬធ្វើការនៅកន្លែងណាមួយ1យ៉ានសំដែងយ៉ានយួនន័យរួមអ្នកដែលសម្ដែងឬការ៉ាសម្ដែង2ហ្វូអ៊ូហ្វូបម្រើអ៊ូកិច្ចការឬការងារហ្វូអ៊ូយួនន័យរួមបុគ្គលិកបម្រើការឬអ្នកបម្រើ3ទៀនហាងទៀនយួនន័យរួមបុគ្គលិកនៅហាងឬបុគ្គលិកហាង4ជឺមុខរបរឬតួនាទីការងារជឺយួនន័យរួមបុគ្គលិកតាមមុខរបរឬបុគ្គលិកការិយាល័យអ្នកយល់យ៉ាងម៉េចដែរសូមសរសេរ comment ខាងក្រោមហើយចុច subscribe ដើម្បីមិនខកខានវីដេអូបន្ទាប់